តែចាចប់សុខទានគឺថាល្អខ្លាំងមែនតើសម្រាប់យើងទាំងអស់គ្នាធ្វើឲ្យយើងមានអារម្មណ៍ល្អមានសេចក្តីសុខផ្លូវចិត្តធ្វើឲ្យជុំវិញខ្លួនរបស់យើងអាចចេះផ្ដល់តម្លៃឲ្យអ្នកជុំវិញខ្លួនរបស់យើងខ្លួនយើងស្រឡាញ់ខ្លួនឯងផ្ដល់មានក្តីសុខខ្លាំងមែនតើនៅក្នុងការដែលយើងអនុវត្តច្បាប់សុខទានហ្នឹងយើងធ្វើឲ្យយើងមានអារម្មណ៍ល្អមានសេចក្តីស្រឡាញ់ចែកម្លែកចាបើប្រទេសជាតិរបស់យើងមានមនុស្សល្អចែកម្លែកនូវសេចក្តីល្អនៅជុំក្នុងប្រទេសរបស់យើងតើប្រទេសរបស់យើងនឹងរីកចម្រើនប៉ុណ្ណាចាហើយណាមួយទៀតបងប្អូនក៏មានក្នុងក្រុមគ្រួសារបងប្អូនក៏រីកចម្រើនដែរព្រោះដោយសារមានតែសេចក្តីសុខក្រុមគ្រួសារប្តីប្រពន្ធលែងខ្វាយខ្វល់ពីអ្នកដទៃនិយាយបែបនេះលែងខ្វាយខ្វល់ពីគេមើលងាយយើងលែងខ្វាយខ្វល់ពីគេនិយាយពីយើងបែបណាចាធ្វើឲ្យយើងមានក្តីសុខខ្លាំងមែនតើពេលដែលយើងទម្លាក់ចោលបាននៅរឿងរ៉ាវអស់ទាំងនោះហើយលែងខ្វល់ខ្វាយពីអ្វីៗដែលកើតឡើងចំពោះយើងនៅជុំវិញខ្លួនរបស់យើងធ្វើឲ្យយើងមានសេចក្តីសុខផ្លូវចិត្តចាមានកម្លាំងហាមពលនៅក្នុងចិត្តយើងអាចតស៊ូធ្វើអ្វីៗដើម្បីបន្តដំណើរជីវិតរបស់យើងព្រោះជីវិតរបស់យើងមិនអាចចប់នៅត្រឹមនឹងបាននេះចាទោះបីជាអាយុប៉ុណ្ណាក៏ដោយវ័យប៉ុណ្ណាក៏ដោយបងប្អូនអនុវត្តហើយបងប្អូនទទួលបានសេចក្តីសុខពិតចាមិនមែនថាក្មេងមិនអនុវត្តបានទេចាស់ក៏អនុវត្តបានដែរអនុវត្តហើយឲ្យយើងមានផ្លូវចិត្តល្អមានល្អការនិយាយល្អទៅកាន់កូនទៅកាន់ក្រុមគ្រួសារចាយល់ដឹងពីខ្លួនឯងហើយមានក្តីស្រឡាញ់ការឡើងខ្លាំងមែនតើព្រោះយើងកាត់បន្ថយនឹងការខឹងការច្នៃការស្អប់ការឈ្នានីសបានល្អខ្លាំងមែនតើហ្មងហើយយើងមានអារម្មណ៍ថាវាល្អចិត្តល្អខ្លាំងបងប្អូនល្អខ្លាំងមែនតើធ្វើឲ្យខ្ញុំមានសេចក្តីសុខផ្លូវចិត្តហើយខ្ញុំលែងខ្វល់ខ្វាយពីសម្ដីអ្នកដទៃមើលមកខ្ញុំបែបណាខ្ញុំលែងមានភាពខ្មាស់អៀនភាពភ័យខ្លាចលើបាត់អស់លេងចាមានតែភាពក្លាហាននិងភាពជឿជាក់លើគោលដៅលើសេចក្តីប្រាថ្នារបស់យើងព្រោះដោយសារវ័យប៉ុណ្ណាក៏ដោយបងប្អូនយើងធ្វើគឺវាជាការល្អសម្រាប់ខ្លួនយើងវាព្រោះដោយសារវាដឹកនាំផ្លូវចិត្តយើងឲ្យល្អឲ្យមានភាពជឿជាក់លើខ្លួនឯងហើយមានភាពជឿជាក់លើគោលដៅហើយដឹងថាយើងត្រូវធ្វើអីដើម្បីដើរទៅរកគោលដៅរបស់យើងអញ្ចឹងបងប្អូនអរគ្នាគួរតែអនុវត្តទាំងអស់គ្នាដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារក៏ដូចជាសង្គមជាតិរបស់យើងពេលដែលយើងអនុវត្តបានបងប្អូនមានក្តីស្រឡាញ់មួយយ៉ាងធំធេងចែករំលែកទៅដល់ប្រទេសជាតិរបស់យើង